ប្រកាសការងារសម្រាប់បងប្អូនសិស្សនិស្សិតដែលត្រៀមនឹងបញ្ចប់ការសិក្សាហើយក៏ដូចជាបងប្អូនដែលគាត់បានបញ្ចប់ការសិក្សាហើយតែមិនទាន់មានការងារធ្វើទាក់ទងនឹងផ្នែកកសិកម្មគឺមានជីនិងថ្នាំកសិកម្មដែលខ្ញុំតំណាងឲ្យខាងក្រុមហ៊ុន SPK ហើយចង់បញ្ជាក់ប្រាប់ដល់បងប្អូនឲ្យបានជ្រាបថាខាងក្រុមហ៊ុន SPK មានតម្រូវការបុគ្គលិកនៅខាងខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំបាទដូច្នេះបើបងប្អូនសិស្សនិស្សិតដែលមិនទាន់មានបទពិសោធន៍ទាក់ទងនឹងការធ្វើការងារនេះទេខាងក្រុមហ៊ុនគឺអាចផ្ដល់ឱកាសបានដែលអាចដាក់ពាក្យមកខាងក្រុមហ៊ុន SPK គឺផ្នែកធនធានមនុស្សលេខទូរស័ព្ទរបស់គាត់ហើយនិង Telegram របស់គាត់គឺ077 655 339ឬក៏តាក់ទងមកខ្ញុំបានផ្ទាល់ក៏បានដែរលេខ060 609 630ដែលមាន Telegram ដូចគ្នាបាទអាចដាក់ពាក្យឬក៏ CV ឬក៏សាកសួរព័ត៌មានផ្សេងៗបានហើយខ្ញុំធ្វើការងារខាងក្រុមហ៊ុន SPK 10ឆ្នាំជាងហើយបាទហើយថ្ងៃនេះក៏ជាលើកដំបូងដែរដែលខ្ញុំធ្វើការប្រកាសនៅតាមសង្គមគឺសង្គម YouTube ដែលការប្រកាសនេះខ្ញុំគិតថាគឺបានផ្ដល់ឱកាសឲ្យបងប្អូនដែលគាត់រៀនខាងផ្នែកកសិកម្ម Horticulture ឬក៏ Agriculture ឲ្យគាត់មានឱកាសក្នុងការស្វែងរកការងារធ្វើបាទអញ្ចឹងចំពោះអ្វីដែលខ្ញុំបង្ហាញមុននេះគឺខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាមខ្ញុំខេត្តត្បូងឃ្មុំម្នាក់ខេត្តកំពង់ចាមម្នាក់ចំពោះខេត្តផ្សេងទៀតបងប្អូនអាចសាកសួរមកកាន់HR ក៏បានដែរដែលគាត់មានព័ត៌មានច្រើនក្នុងដៃក្នុងការជ្រើសរើសបុគ្គលិកខ្ញុំចង់ធ្វើវីដេអូជាជំនួយបន្ថែមដោយសារតែក្នុង channel YouTube របស់ខ្ញុំនេះដែលមានឈ្មោះថា SPK1 Agriculture បាទ SPK1 Agriculture ឬក៏ SPK1 Technical Show ដែល channel មួយនេះខ្ញុំបានធ្វើការបង្ហាញទាក់ទងនឹងបច្ចេកទេសជាច្រើនជូនបងប្អូនជាកសិករទាំងអស់គ្នាឲ្យគាត់បានស្វែងយល់ហើយបងប្អូនដែលស្រឡាញ់វិស័យកសិកម្មចង់ទទួលបានចំណេះដឹងថ្មីទាក់ទងនឹងការលក់ទាក់ទងនឹងបច្ចេកទេសផ្សេងក្នុងការធ្វើការងារក្នុងវិស័យកសិកម្មនេះអាចទាក់ទងបានបាទសូមអរគុណ